mà nói video này dương hiện pi chân nón cột xe trắng chân nón cột xe việc tôi pi chân nón cột cù chân nón cột xe áp chạyดัง năng pi đi trắng cả na áp chạyดัง năng pi việc tôi chia chân nón xe hay trắng dương mưa muối 7 5 1 9 10 11 12 13 trắng dương mưa 7 này chạyดัง năng pi 5 ក៏ดัง năng pi 7 ក៏ดัง năng pi 15 ក៏ดัง năng pi ដែរត16มันchạyดัง năng pi ចឹងលេខទាំងអស់ហ្នឹងរបៀបហ្នឹងគេហៅថាចំនួនកុដសេះយើងត្រូវចាំអត្តសញ្ញាណរបស់ចំនួនកុដសេះហ្នឹងយកមកន័យវាដើម្បីងាយស្រួលក្នុងការដោះស្រាយលំហាត់ឬក៏ងាយស្រួលពេលធ្វើលំហាត់ក្នុងការជ្រើសរើសចំនួនកុដគូកុដសេះនឹងចំនួនបឋមហ្នឹងអញ្ចឹងយើងមើលឥឡូវយើងមើលលេខ27ក៏ជាចំនួនកុដសេះដែរព្រោះវាចែកដល់នឹងពីរទេហោ29 31 33 35 37ទាំងអស់ហ្នឹងសិតតែជាចំនួនកុដសេះហោ101ហោ103 105សិតតែជាចំនួនកុដសេះព្រោះវាចែកដល់នឹងពីរទេតែវាខុសពីចំនួនបឋមគឺលក្ខខណ្ឌវាត្រូវតែចែកដល់នឹងមួយឲ្យខ្លួនឯងតែចំនួនកុដសេះអត់ទេឲ្យតែលេខហ្នឹងជាចំនួនសេះបានន័យថាលេខហ្នឹងអត់ចែកដល់នឹងពីរអត់ចែកដល់នឹងពីរបានន័យថាមិនមែនជាលេខគូអញ្ចឹងវាជាចំនួនកុដសេះហើយអញ្ចឹងលក្ខណៈរបស់ចំនួនកុដសេះគឺរបៀបហ្នឹងហើយខ្ញុំមិនន័យមាននៅក្នុងវីដេអូហ្នឹងយើងអាច note កត់ត្រាខ្លួនឯងដើម្បីឲ្យងាយចាំងាយយល់ខ្លួនឯងហើយនៅtrongវីដេអូហ្នឹងមានលំហាត់សម្រាប់ជ្រើសរើសមកធ្វើលំហាត់ហ្នឹងតម្លាក់ចូល comment ក៏បានហើយទុកជាចម្លើយសម្រាប់ចំណាំមេរៀនគ្រប់វីដេអូក៏បានដែរនឹងអរគុណច្រើន